รับខ្ញុំសោះថាបងរងទុក្ខវេទនានៅក្នុងផ្ទះនោះខ្លាំងបែបនេះថ្ងៃនេះទើបខ្ញុំដឹងថាបងរស់នៅបែបណាពួកគាត់មិនដែលចាត់ទុកបងជាកូនបង្កើតឡើយបងសម្លាញ់ខ្ញុំសុំទោសពីមុនខ្ញុំមិនល្អគិតតែពីអ៊ូតមនិងខ្លាចបងមិនដែលខ្វល់ពីចិត្តបងឡើយបើបងប្រាប់ខ្ញុំតាំងពីដំបូងទោះស្លាប់ក៏ខ្ញុំការពារបងដែរអូនកុំបន្ទោសខ្លួនឯងអីមិនមែនកំហុសអូនទេផ្ដាច់ទំនាក់ទំនងបែបនេះល្អបំផុតហើយចាប់ពីថ្ងៃនេះទៅពួកយើងទាំង3នាក់រស់នៅដោយខ្លួនឯងរកស៊ីដោយកម្លាំងញើសឈាមយើងអូនជឿជាក់លើបងទេចាសោះខ្ញុំជឿជាក់លើបងល្អណាស់តោះយើងមិនត្រឡប់ទៅភូមិខៅសានវិញទេមិនទៅផ្ទះចុះយើងទៅណាទៅបងថ្ងៃនេះមិនទាន់បានញ៉ាំអីផងមិនអាចឲ្យឃ្លានបាន